បាទបងប្អូនថ្ងៃនេះខ្ញុំសូមជជែកអំពីពូជដំណាំពូជបន្លែបន្តិចដោយសារមែនតើទៅខ្ញុំមិនត្រូវជជែកនៅក្នុង page ក្រវ៉ាញខ្មែរនេះទេមានបញ្ហាមួយគឺខ្ញុំបង្ហោះច្រឡំ page បាទខ្ញុំត្រូវបង្ហោះចូលនៅក្នុង page នេះបងប្អូននេះ page Grow KH គោលបំណងគឺចង់បង្ហោះចូលទៅក្នុង page Grow KH ហើយអត់បានមើល page ត្រឹមត្រូវស្រាប់តែមកចូលមកក្នុង page ក្រវ៉ាញខ្មែរ page ក្រវ៉ាញខ្មែរនេះមុនដំបូងខ្ញុំគិតថាចង់ជជែកតែអំពីដំណាំក្រវ៉ាញតែមួយបាទដំណាំក្រវ៉ាញតែមួយមុខទេប៉ុន្តែដោយសារបង្ហោះចូលច្រឡំស្រាប់តែមានបងប្អូនយើងជាច្រើនបានចាប់អារម្មណ៍ជាមួយនឹងមាតិកាជាមួយនឹងវីដេអូហ្នឹងហើយបានផ្ញើសារមកសួរអំពីបច្ចេកទេសក្នុងការដាំដុះបន្លែពិសេសពេញប៉ោះតែម្ដងបាទពិសេសពេញប៉ោះតែម្ដងគឺគាត់បានសួរនាំអំពីដំណាំពេញប៉ោះអំពីការប្រើប្រាស់ពូជអំពីការប្រើប្រាស់ជីថ្នាំច្រើនផុសផលតែម្ដងនៅក្នុង page ក្រវ៉ាញខ្មែរនេះវិញហើយឃើញបងប្អូនយើងភាគច្រើនសួរហ្នឹងគឺភាគច្រើនបងប្អូនអញ្ជើញមកពីភ្នំពេញមកពីខាងព្រះសីហនុហើយនឹងមានបងប្អូននៅខាងសៀមរាបបាទភាគច្រើនជាអ្នកដាំលក្ខណៈគ្រួសារដាំលើដបូលផ្ទះផើងចកាទូចសួនទូចនៅក្នុងផ្ទះបាទហើយ page Grow KH បើដែលបងប្អូនឃើញនៅខាងមុខនេះក៏ដូចជា page Easy Grow បងប្អូនឃើញនេះដែរភាគច្រើនខ្ញុំបង្ហោះពីការដាំដុះលក្ខណៈកសិដ្ឋានឬក៏លក្ខណៈចំការធំតែម្ដងអំពីបច្ចេកទេសកសិកម្មអំពីការដាំដុះបន្លែអីហ្នឹងគឺដាំលក្ខណៈអាជីវកម្មបាទភាគច្រើនខ្ញុំអត់សូវផ្ដោតលក្ខណៈគ្រួសារឬក៏ដាំតិចតួចនឹងទេបាទភាគច្រើនយើងផ្ដោតទៅលើការដាំដុះលក្ខណៈអាជីវកម្មខ្នាតធំតែម្ដងដោយសារនៅទីនេះយើងផលិតបន្លែហ្នឹងគឺច្រើនមួយថ្ងៃនៅខាងខ្ញុំនេះចាញ់បន្លែជាទូទៅជុំវិញ10តោនបាទក្នុងមួយថ្ងៃជុំវិញ10តោនប៉ុន្តែដោយសារខ្ញុំគិតថាខ្ញុំមានពេលខ្ញុំឆ្លៀតចាញ់វីដេអូក្នុងការបំបែកពូជពេញប៉ោះបាទសម្រាប់បងដាំលក្ខណៈគ្រួសារតិចតួចមានសួនច្បារនៅផ្ទះជាការកំសាន្តជាការដាំដើម្បីទទួលបានផលផ្គត់ផ្គង់នៅក្នុងគ្រួសារអីខ្ញុំក៏ចាញ់ជាវីដេអូនេះហើយបង្ហោះទៅវាច្រឡំពេកស្រាប់តែមានការចាប់អារម្មណ៍អញ្ចឹងអ្វីដែលខ្ញុំចង់ជជែកនៅក្នុងវីដេអូនេះគឺពាក់ព័ន្ធទៅនឹងការជ្រើសរើសពូជណាបងប្អូនដោយសារមានបងប្អូនយើងបានសួរច្រើនបាទមួយវីដេអូដែលច្រឡំពេកហ្នឹងស្រាប់តែមានការចាប់អារម្មណ៍សួរច្រើនអំពីពូជថាគាត់ដាំទៅអត់ផ្លែបាទពេញប៉ោះហ្នឹងដាំពូជអ្វីបាទហើយគាត់ទៅទិញអ្នកលក់ថាសិតតែពូជល្អទាំងអស់បាទពូជរបស់គាត់អ្នកលក់នឹងប្រាប់ថាសិតតែល្អប៉ុន្តែយកមកដាំស្រាប់តែអត់ផ្លែឬក៏គាត់ទិញពូជពីគេហើយពូជយកទៅដាំអត់ផ្លែដូចគ្នាផ្លែផ្កាផ្លែដែរតែវាអត់ល្អដែរមានដែរបាទតែវាអត់សូវល្អពាក់ព័ន្ធនឹងពូជនេះណាបងប្អូនយើងឃើញថាពូជមានលក់នៅលើទីផ្សារពិសេសពូជបងដែលគាត់បដោះនេះតែម្ដងពេលខ្លះគាត់ទិញផ្លែពីទីផ្សារមកយកមកបដោះបាទអ្នកលក់មួយចំនួនទូចខ្ញុំសង្កេតឃើញអញ្ចឹងហើយវាជារឿងមិនត្រឹមត្រូវទេបងប្អូនដោយសារពូជដំណាំខ្លះគឺมันអាចទុកពូជបន្តបានទេបើសិនជាពូជនឹងជាពូជបុរាណឬក៏ជាការបង្កាត់ហើយសម្រាប់អាចទុកពូជបន្តបានយើងអាចទុកបានប៉ុន្តែពូជខ្លះនេះគឺมันសមស្របក្នុងការទុកបន្តទេដាំអស់យើងត្រូវការទិញពូជបន្តមកទៀតចឹងឯងដូចនៅទីនេះបងប្អូននេះននងនេះជាពូជបុរាណយើងអាចទុកបន្តបានហើយនឹងបន្លែមួយចំនួនទៀតដូចពេញប៉ោះរបស់ខ្ញុំអីនេះសិតតែពូជដែលយើងអាចទុកបន្តបានអាហ្នឹងយើងអាចបេះផ្លែវាពីចំការពីសួនច្បារពីផើងរបស់យើងយកមកចាត់យកគ្រាប់វាបន្តបានប៉ុន្តែអ្នកលក់ពូជមួយចំនួនគឺអត់អញ្ចឹងទេគាត់បន្លំយើងគាត់យកពូជពីផ្សារមកទិញផ្លែតែ1គីឡូមកបងប្អូនពូជមិនចេះទិញបាទគ្រាប់ពូជច្រើនមែនទែនគាត់អាចបន្តលក់បាន1កូន1000 1កូន2000គាត់លក់ព្រាតហើយពូជអស់តែបន្តិចមួយហ្នឹងទិញតែផ្លែមកឆ្កឹះយកតែគ្រាប់ដាំហ្នឹងនេះឯងជាហេតុផលមួយដែលធ្វើឲ្យបងប្អូនទិញកូនដំណាំយកទៅដាំស្រាប់តែវាអត់ផ្លែហើយវាអត់បានផលហ្នឹងដោយសារអីដោយសារយើងទិញពូជខុសអញ្ចឹងបងប្អូនក្នុងការទិញពូជបងប្អូនត្រូវសួរបញ្ជាក់ទៅអ្នកលក់បញ្ហានេះមានបងគាត់បានផ្ញើសារមកថាសួរដែរអ្នកលក់ថាល្អទាំងអស់ប៉ុន្តែជាក់ស្ដែងដាំអត់ល្អនេះជាការបង្ហាញភាពស្មោះត្រង់របស់អ្នកលក់ដែរអញ្ចឹងបងប្អូនត្រូវស្គាល់គាត់ឲ្យច្បាស់សិនថាគាត់នឹងយ៉ាងណាគួរឲ្យទុកចិត្តបានទេខ្ញុំមិនហ៊ានថាត្រូវយ៉ាងម៉េចទេពួកអាហ្នឹងវាអាស្រ័យទៅលើអ្នកលក់គាត់ផលិតមកពូជពីខាងណាអាហ្នឹងរឿងរបស់គាត់អញ្ចឹងណាបងប្អូន
គាត់ណាបងប្អូនត្រូវច្បាស់ខ្លួនឯងក្នុងការទិញពូជក្នុងការដាំក្នុងការបន្តអីហ្នឹងបាទបច្ចេកទេសក្នុងការដាំដូចនៅទីនេះអញ្ចឹងដើមពេញប៉ោះនេះយើងផ្សាំយើងដាក់នៅក្នុងកែវទឹកអំពៅឬក៏កែវកាហ្វេនេះបានប៉ុន្តែនៅពេលដែលវាចាប់ឫសហើយយើងត្រូវដូរទៅដាក់ផើងហើយផើងហ្នឹងដើម្បីឲ្យសមាមាត្រជាមួយនឹងដើមពេញប៉ោះយើងត្រូវគិតពីទំហំផើងទៀតបាទបងប្អូនខ្លះដាំដើមពេញប៉ោះស្រាប់តែគាត់ដាំនៅក្នុងផើងទូចអញ្ចឹងទៅក៏អត់អាចទទួលបានផ្លែផ្កាល្អដែរពេលខ្លះពូជគេល្អដែរយើងបច្ចេកទេសយើងអត់ច្បាស់បងប្អូនយើងអត់បានដឹងយើងអត់ទាន់ដឹងយើងយកទៅដាំនៅក្នុងផើងទូចវាស្រូបយកជីជាតិអត់គ្រប់គ្រាន់អញ្ចឹងទៅដើមវាក៏ទូចអត់សូវធំទៅតាមនឹងដែរអញ្ចឹងរឿងវាមានពីរទី1គឺអ្នកលក់ពូជទី2បច្ចេកទេសរបស់យើងផ្ទាល់បាទបច្ចេកទេសរបស់យើងផ្ទាល់ដែរអញ្ចឹងដូចជាមិនមានអីច្រើនទេដោយសារបច្ចេកទេសកសិកម្មខ្ញុំគិតថានៅក្នុងเพจកវាញនេះបងប្អូនចាប់អារម្មណ៍ច្រើនដែរអញ្ចឹងខ្ញុំនឹងព្យាយាមចែករំលែកអំពីបច្ចេកទេសក្នុងការដាំដុះដំណាំនានាក៏ដូចជារុក្ខជាតិលំអនានានៅក្នុងเพจកវាញនេះខ្លះដែរហើយបងប្អូនអ្នកដាំធំបងប្អូនអាចមើលទៅលើเพจ Grow KH ឬក៏ PC Grow ឬក៏เพจកសិដ្ឋានបវងបាទសត្វតែយើងចែករំលែកពីបច្ចេកទេសហើយសម្រាប់អ្នកដាំអាជីពអ្នកដាំធំបាទអរគុណបងប្អូនជួនប៉ុណ្នេះទេហើយជួបគ្នានៅឱកាសក្រោយទៀតបាទអរគុណជម្រាបលា